style កក់សក់នេះគឺជា style កក់សក់ឆ្នាំ2026 21 22 23 24គឺមាន style ផ្សេងគ្រប់ style ទាំងអស់ចាវា update ពីមួយឆ្នាំទៅមួយឆ្នាំបន្តិចទៅបន្តិចប៉ុន្តែអ្វីដែលអ្នកគ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះក៏ដូចជា style កក់សក់ដែលល្អដែលយើងមានកាយវិការជាសិល្បៈនៃការកក់សក់ដូចគ្នាចាអញ្ចឹងយើងមើលជាមួយនឹងការវាយពពុះសាប៊ូដៃនៃការវាយពពុះសាប៊ូអ្នកទាំងអស់គ្នាត្រូវចាំថាកដៃយើងគឺអលាស់បែបនេះណាអលាស់ឲ្យទន់បែបនេះអូខេកដៃយើងគឺបែបនេះហើយម្រាមដៃយើងគឺយ៉ាងញ៉េហើយពេលដែលអ្នកទាំងអស់គ្នាវាយគឺអ្នកទាំងអស់គ្នាត្រូវមើលទៅកញ្ចក់ no ណាសាច់កម្មតិចហើយចាអធិស្ឋានអូខេអញ្ចឹងការវាយពពុះសាប៊ូគឺអ្នកខ្លះគឺវាយចេញមកគឺខុសតែម្ដងអញ្ចឹងចេះអូខេនេះជាអ្វីដែលអ្នកគ្រូឧទាហរណ៍អ្នកទាំងអស់គ្នាមើលអញ្ចឹងភ្ញៀវពេលខ្លះចុយយកក្បាលអញមកវាណាអញ្ចឹងអត់ទេអញ្ចឹងការដែលយើងធ្វើជូនភ្ញៀវក្បាលរបស់គេណាយើងមិនកាន់ត្រឹមតែក្បាលមនុស្សធម្មតាជួនកាលបងដែលមានឋានៈធំជាជំទាវជាអុកញ៉ាអីគាត់មកឲ្យយើងកក់សក់ឲ្យដែរត្រូវអត់ចាអញ្ចឹងសម្រាប់ការកក់សក់គឺការកាន់ក្បាលនេះមួយគឺសំខាន់ណាស់វាយពពុះសាប៊ូគឺវាយធ្វើម៉េចឲ្យដៃយើងទន់អាឡូងអាលាស់ហើយអ្វីដែលសំខាន់គឺថ្នមហើយនឹងស្រាលដៃបែបនេះអូខេហើយជាមួយនឹងការប្រើប្រាស់សាប៊ូទៀតអ្នកទាំងអស់គ្នាពេលដែលយើងប្រើប្រាស់សាប៊ូឲ្យតែយើងចេះវាយពពុះសាប៊ូយើងប្រើប្រាស់សាប៊ូអត់ចុះទេតែបើសិនជាយើងអត់ចេះវាយពពុះសាប៊ូជួនកាលក្បាលភ្ញៀវមកប្រេងជោគជាំបើសិនជាក្នុងលក្ខខណ្ឌឃើញក្បាលភ្ញៀវប្រេងជោគជាំប្រេងលក្ខណៈប្រេងណាបើប្រេងផាយអ្នកគ្រូអត់តន់អីអាចនៅវាយអង្គុយបានតែបើសិនជាគាត់ប្រេងជោគហើយកុំព្យាយាមវាយអង្គុយឲ្យគាត់អីបើយើងដឹងថាបែបហ្នឹងហើយព្រោះវាអាចនឹងធ្វើឲ្យទឹកហូរលាក់លាក់ពេញមុខពេញមាត់គាត់ហើយគាត់អត់ស្រួលខ្លួនទេអញ្ចឹងសុំគាត់កក់កេងហ្មងយើងក៏មាន style កក់កេងឲ្យស្រួលដែរដូចគ្នាជួនកាលគាត់កេងលក់ស្រួលទៀតចាប៉ុន្តែយើងត្រូវចេះទាំងកក់អង្គុយនិងកក់កេងឥឡូវនេះសម្រាប់ការកក់អង្គុយរបស់យើងគឺយើងត្រូវការវាយពពុះសាប៊ូសក់ក្បាលរបស់គាត់គឺអត់ទាន់មានជាតិប្រេងអីទេអញ្ចឹងនៅពេលដែលយើងដឹងបែបហ្នឹងចាអញ្ចឹងនៅពេលដែលយើងចុចសាប៊ូរបស់យើងណាសាច់ខាប់ល្អខ្លាំងយើងចុចអាច1នេះមកចុចអញ្ចឹងណា2ប៉ុណ្ណឹងអាហ្នឹងគេហៅ2ដំណក់2ចុចឬ2ដំណក់បើយើងប្រើសាប៊ូភ្ញៀវម្ដងអស់តែប៉ុណ្្នឹងឯងយើងល្អខ្លាំងហើយយើងចំណេញហើយយើងអាចបង្រៀនសិស្សឬក៏អាចបង្រៀនកូនចៅយើងឲ្យជួយសំចៃយើងបានទៀតណាអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាវាយពពុះសាប៊ូអ្នកទាំងអស់គ្នាអត់អាចដាក់សាប៊ូមកផ្អឹបនៅនឹងសាច់ក្បាលបែបនេះទេ no អញ្ចឹងព្រោះសាប៊ូខ្លះវានឹងមានជាតិប្រេងវាអត់ចេញទេវាលាងទៅវានឹងស្អិតនៅកន្លែងហ្នឹងអញ្ចឹងកន្លែងដែលអ្នកទាំងអស់គ្នាគួរដាក់ពពុះសាប៊ូនៅតំបន់នេះយល់ទេតំបន់នេះអញ្ចឹងអ្វីដែលអ្នកគ្រូចង់បង្ហាញអ្នកទាំងអស់គ្នាការដាក់ពពុះសាប៊ូកុំដាក់ចំស្បែកក្បាលកុំដាក់ចំកណ្ដាលក្បាលគឺយើងដាក់នៅតំបន់ដែលមានសក់ច្រើន